ក្នុងពិភពលោកដែលកំពុងតែផ្លាស់ប្ដូរខ្ញុំគ្រាន់តែចង់ថែរក្សារឿងតូចមួយនេះឲ្យនៅជារៀងរហូតរាល់ខ្សែផ្កាគឺជាការអត់ធ្មត់រាល់កម្រងផ្កាគឺជាស្នាដៃនៃសិល្បៈរាល់ក្លិនក្រអូបនៃផ្កាគឺជាអនុស្សាវរីយ៍នៃវប្បធម៌ខ្មែរបើថ្ងៃណាមួយសិល្បៈបុរាណខ្មែរមួយនេះបាត់បង់យើងនឹងនៅសល់តែអនុស្សាវរីយ៍ដូច្នេះថ្ងៃនេះខ្ញុំជ្រើសរើសថែរក្សាបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាស្រឡាញ់សិល្បៈខ្មែរសូមជួយ share មួយដើម្បីឲ្យវប្បធម៌ជាតិរបស់យើងរស់បន្តថ្ងៃនេះខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីបង្គំនៃកម្រងផ្កាគឺជាបង្គំនីមួយៗដែលពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវដឹងមុនពេលដែលបងប្អូនទាំងអស់គ្នារៀបចំកម្រងផ្កាអ្វីដែលខ្ញុំកំពុងតែបង្ហាញនេះគឺយើងហៅថាសម្រងភួងគឺជាផ្នែកមួយនៃរំយោលធំដែលយើងត្រូវភ្ជាប់ជាមួយនឹងកម្រងនៃភួងផ្កាផ្នែកខាងក្រោមហើយថ្ងៃនេះខ្ញុំធ្វើចំនួន7ខ្សែហើយក្នុងមួយខ្សែមានចំនួនផ្កា7គ្រាប់ហើយត្រូវបានរំលេចជាមួយនឹងផ្កាពណ៌លឿងដើម្បីឲ្យមើលទៅពណ៌ស្វាយមានលក្ខណៈលះស្អាតម៉ត់និងប្រដេញគ្នាប្រទាក់កលាគ្នាមើលទៅស្រស់ស្អាតហើយផ្កានីមួយមុននឹងខ្ញុំយកមកភ្ជាប់គឺខ្ញុំត្រូវបានជ្រៀកហើយខ្ញុំផ្គុំវាចូលគ្នាម្ដងមួយដើម្បីឲ្យមើលទៅមូលស្អាតនិងមានក្បាច់រស់រវើកហើយរំយោលធំនេះគឺយើងប្រើវាដើម្បីភ្ជាប់ជាមួយនឹងភួងផ្កាផ្នែកខាងក្រោមត្រូវបានធ្វើយ៉ាងយកចិត្តទុកដាក់និងល្អិតល្អន់ហើយចំណែកមួយនេះគឺយើងហៅថារំយោលតូចគឺយើងធ្វើឡើងដើម្បីភ្ជាប់ជាមួយនឹងកម្រងផ្កាផ្នែកខាងលើហើយរំយោលតូចនេះខ្ញុំធ្វើចំនួនតែ3ខ្សែទេរំលេចជាមួយនឹងផ្កាពណ៌សដើម្បីឲ្យមើលទៅប្រដេញជាមួយនឹងពណ៌ស្វាយមានលក្ខណៈម៉ត់ល្អិតស្រស់ស្អាតនិងលះហើយក្នុងមួយខ្សែគឺខ្ញុំធ្វើចំនួន4គ្រាប់បងប្អូនពណ៌សលាយជាមួយនឹងពណ៌ស្វាយគឺមានលក្ខណៈដិតស្អាតហើយនឹង highlight ល្អមែនទែនខ្ញុំធ្វើដោយការយកចិត្តទុកដាក់ដោយការគោរពដើម្បីថែរក្សានិងអភិរក្សស្នាដៃវប្បធម៌សិល្បៈរបស់ខ្មែរចំណែកបន្ទាប់មកទៀតនេះគឺជាខ្សែផ្កាក្នុងមួយខ្សែខ្ញុំដោតចំនួន42គ្រាប់ហើយក្នុងថ្ងៃនេះគឺខ្ញុំធ្វើចំនួន6ខ្សែពណ៌ស្វាយគឺជាផ្ការៈពណ៌ស្វាយដែលមានលក្ខណៈល្អឆើតស្រស់ស្អាតខ្ញុំដោតម្ដងមួយគ្រាប់ដោយយកចិត្តទុកដាក់ដើម្បីថែរក្សាអភិរក្សវប្បធម៌ស្នាដៃសិល្បៈខ្មែរហើយនេះគឺជាកម្រងភួងបន្ទាប់ពីយើងបានផ្គុំខ្សែផ្កានីមួយជាប់គ្នាហើយខ្ញុំប្រើលួសតូចដើម្បីដោតផ្កានេះបន្ទាប់មកទៀតគឺយើងផ្គុំវាចូលគ្នាដោយច្របាច់ខ្សែនីមួយមូលចូលគ្នាម្ដងបន្តិចបន្ទាប់ពីបានផ្គុំចូលគ្នាហើយភួងផ្ការបស់យើងគឺមានលក្ខណៈហាប់ណែនស្រស់ស្អាតមានពណ៌ស្វាយស្រស់ល្អខ្លាំងមែនទែនបងប្អូននេះជាអ្វីដែលខ្ញុំចង់បង្ហាញហើយចំណែកមួយទៀតគឺគេហៅថាសម្រងភួងតូចឬក៏សម្រងភួងខាងលើយើងធ្វើវាដើម្បីចងភ្ជាប់ជាមួយនឹងភួងផ្កាផ្នែកខាងលើហើយសម្រងភួងមួយនេះត្រូវបានភ្ជាប់គ្នាជាមួយនឹងរំយោលតូចដែលមានលក្ខណៈ3ខ្សែដែលខ្ញុំបានបង្ហាញមុននេះបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងក្រងហើយយើងត្រូវចងវាជាមួយនឹងភួងផ្កាផ្នែកខាងលើហើយនេះគឺជាភួងផ្កាដែលយើងបានផ្គុំចូលគ្នាបងប្អូនគឺមានលក្ខណៈមូលស្អាតខាងក្រោមគឺជារំយោលធំខាងលើគឺជារំយោលតូចចងភ្ជាប់ជាមួយនឹងសម្រងភួងផ្នែកខាងលើមានពណ៌ស្វាយល្អិតជាមួយនឹងផ្កាពណ៌លឿងហើយនឹងរំយោលតូចគឺលាយជាមួយនឹងផ្កាពណ៌សដើម្បីឲ្យមើលទៅភួងផ្ការបស់យើងមានលក្ខណៈស្វាយដិតលះល្អហើយនឹងឆើតកម្រងភួងនេះគ្រាន់តែមើលហើយក៏មានលក្ខណៈជ្រះថ្លាក្នុងការគោរពបូជានិងថ្វាយព្រះផងដែរបងប្អូន